លោកស្រីកាចាកាឡាអនុប្រធានគណៈកម្មាធិការអឺរ៉ុបនិងជាតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខបានបង្ហោះសារនៅលើ X កាលពីថ្ងៃទី17ខែធ្នូថាលោកស្រីនឹងបញ្ជូនសារនេះដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ចប់វដ្តនៃអំពើហិង្សានិងស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់លោកស្រីកាឡាបានបញ្ជាក់ថាបទឈប់បាញ់ត្រូវបានស្ដារឡើងវិញជាបន្ទាន់ដោយលោកស្រីបន្ថែមថាសហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងលោកស្រីបន្តថាប្លុកអឺរ៉ុបអាចផ្ដល់នូវរូបភាពផ្កាយរណបដើម្បីគាំទ្រដល់ការតាមដានបទឈប់បាញ់ដើម្បីបញ្ជាក់ពីការបដិញ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការដើរតួនាទីជាក់ស្ដែងដើម្បីបង្ការការប៉ះទង្គិចគ្នាបន្ថែមទៀតនៅតាមបណ្ដោយព្រំដែនលោកស្រីកាឡាបានលើកឡើងថាលោកស្រីនឹងបន្តការចូលរួមជាមួយភាគីទាំងពីរដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជម្លោះនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពោះទៅរកស្ថិរភាពតំបន់